សូមគោរពជំរាបសួរប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះខ្ញុំបានលើកយករឿងមួយដែលមានចំណងជើងថារងចាំអូនសូមអញ្ជើញប្រិយមិត្តសន្តាប់ដូចតទៅមានសុភមង្គលមានគ្រួសារគឺជាក្តីប្រាថ្នារបស់មនុស្សគ្រប់រូបតាមរូបសម្បត្តិសមត្ថភាពនិងជីវភាពគ្រួសាររបស់ខ្ញុំអាចជ្រើសរើសនារីស្អាតមកធ្វើជាភរិយាបានយ៉ាងងាយប៉ុន្តែខ្ញុំបែរជាបោះបង់ភាពជាយុវវ័យបោះបង់ចោលនៅឱកាសសាងគ្រួសារដោយមិនដឹងខ្លួនអស់រយៈពេលជាង20ឆ្នាំហើយនេះមិនមែនមកពីខ្ញុំវក់នឹងការងារឬការសប្បាយនោះទេគឺខ្ញុំកំពុងតែរងចាំនារីម្នាក់ដែលខ្ញុំមិនធ្លាប់គិតថាស្រឡាញ់ហើយខ្ញុំក៏មិនដឹងខ្លួនថាខ្ញុំមានចិត្តស្រឡាញ់នាងឬក៏អត់នោះដែរខ្ញុំតែងតែប្រាប់ខ្លួនឯងថាខ្ញុំខឹងនឹងនាងណាស់ហេតុអ្វីនាងមិនមកជួបខ្ញុំតាមការណាត់បើនាងចង់ទៅចោលខ្ញុំហេតុអ្វីមិនប្រាប់ឲ្យខ្ញុំដឹងជាង20ឆ្នាំហើយថ្ងៃណាក៏ខ្ញុំទៅចាំនាងនៅមុខមន្ទីរពេទ្យ9ម៉ែត្រដែរពីព្រោះវាជាកន្លែងដែលនាងណាត់ជួបខ្ញុំលើកចុងក្រោយប៉ុន្តែនាងបែរជាមិនមកនាងទុកឲ្យខ្ញុំរងចាំនាងចាំហើយចាំទៀតមួយថ្ងៃមួយខែមួយឆ្នាំរហូតដល់ជាង20ឆ្នាំនាងខឹងនឹងខ្ញុំដែលបោកប្រាស់នាងមែនទេនាងចង់សងសឹកមែនទេខ្ញុំជឿជាក់លើចិត្តស្រឡាញ់របស់នាងចំពោះខ្ញុំទោះស្នេហានេះមានរយៈពេលខ្លីក៏ដោយខ្ញុំចេះតែមានអារម្មណ៍មួយថានាងកំពុងតែរងចាំខ្ញុំនៅទីនោះខ្ញុំចាំថាកាលពី20ឆ្នាំមុនខ្ញុំស្ថិតក្នុងវ័យ22ឆ្នាំជានិស្សិតមហាវិទ្យាល័យខ្ញុំមានរូបរាងសង្ហាជាកូនអ្នកមានទ្រព្យសម្បត្តិមានប្រាក់ចាយមិនខ្វះខ្ញុំអាចតាក់ទងស្រីស្អាតបានជាច្រើនប៉ុន្តែស្នេហាសម្រាប់ខ្ញុំបីដូចជាការញ៉ាំអំពៅគឺពេលដែលអស់រសជាតិហើយខ្ញុំនឹងខ្ជាក់វាចោលដោយគ្មានស្រណោះព្រហ្មលិខិតបានតម្រូវឲ្យខ្ញុំស្គាល់នារីម្នាក់ឈ្មោះនីតាដែលនាងទើបតែផ្លាស់មកពីខេត្តចូលមករៀនថ្នាក់ជាមួយខ្ញុំមើលទៅនាងក៏ស្អាតណាស់ដែរតែសម្រស់របស់នាងត្រូវបិទបាំងដោយទឹកមុខស្លេកមើលទៅដូចជាអ្នកជំងឺបើឲ្យខ្ញុំស្រឡាញ់នោះប្រហែលជាទៅមិនរួចទេតែមើលលេងសើចអាចខ្លះនៅថ្ងៃដំបូងដែលនាងបានបង្ហាញខ្លួននៅក្នុងថ្នាក់របស់ខ្ញុំកែវភ្នែកទាំងគូរបស់នាងតែងតែលួចសម្លឹងមកខ្ញុំដែលអាចបញ្ជាក់ឲ្យឃើញថានាងកំពុងតែចាប់អារម្មណ៍មកលើខ្ញុំវារឹតតែធ្វើឲ្យខ្ញុំបានចិត្តនឹងមើលស្រាលចំពោះនាងរាល់ថ្ងៃសង្កេតមើលនាងយូរទៅនាងហាក់បីដូចជាមនុស្សចម្លែកមើលទៅរាងកាយនាងដូចជាទន់ខ្សោយតែចិត្តរបស់នាងរឹងមាំណាស់នាងជាមនុស្សរួសរាយរាក់ទាក់នាងធ្វើខ្លួនហាក់បីដូចជាស្រឡាញ់ពិភពលោកនេះណាស់មិត្តរួមឋានៈរបស់ខ្ញុំអ្នកណាក៏ស្រឡាញ់ចូលចិត្តនាងដែរតែសម្រាប់រូបខ្ញុំនាងដូចជាគ្មានអ្វីអស្ចារ្យនោះទេពីព្រោះខ្ញុំយល់ថានាងក៏ដូចជាស្រីដទៃអញ្ចឹងដែរគឺលងស្នេហ៍កំឡោះសង្ហាដូចជារូបខ្ញុំនោះដូចតែគ្នាថ្ងៃមួយខ្ញុំបានភ្នាល់ជាមួយមិត្តខ្ញុំថាខ្ញុំនឹងធ្វើឲ្យនាងស្រឡាញ់ខ្ញុំក្នុងរយៈពេល3ខែហើយនាងនឹងយំអង្វរខ្ញុំនៅពេលដែលខ្ញុំបោះបង់នាងចោលពួកឯងជឿទេគ្នាអាចធ្វើឲ្យស្រីមុខស្លេកម្នាក់នេះលងស្នេហ៍គ្នាបានខ្ញុំនិយាយដោយភាពជឿជាក់ហើយឬមួយក៏ឯងចាប់អារម្មណ៍នឹងនីតាបានជានឹកចង់តាក់ទងនាងតែមើលទៅនាងដូចជាមិនត្រូវនឹងចំណូលចិត្តឯងសោះគ្រាន់តែចង់ទៅលេងទេពីព្រោះឮល្បីថានាងចិត្តរឹងណាស់អូខេបើឯងឈ្នះពួកគ្នានឹងប៉ៅឯងចូលខារ៉ាអូខេខ្ញុំចាប់ផ្ដើមតាក់ទងនាងដោយសុំលេខទូរស័ព្ទរបស់នាងពីមិត្តនាងថ្ងៃដំបូងដែលខ្ញុំបានទូរស័ព្ទទៅនាងខ្ញុំបានសួរនាំនាងទៅតាមវិធីរបស់ខ្ញុំមើលទៅនាងដូចជាសប្បាយចិត្តណាស់ពេលបាននិយាយជាមួយខ្ញុំការពិតទៅនាងដូចជាចិត្តងាយណាស់បែបនេះដូចជាមិនសូវសប្បាយតែចាត់ទុកថាលេងកែអផ្សុកទៅចុះថ្ងៃទី3នៃល្បែងរបស់ខ្ញុំនីតាដឹងទេខ្ញុំពិតជាពេញចិត្តនាងណាស់គឺខ្ញុំស្រឡាញ់នាងខ្ញុំក៏ស្រឡាញ់លោកដែរគឺស្រឡាញ់យ៉ាងពិតប្រាកដនេះជាចម្លើយដែលធ្វើឲ្យខ្ញុំស្មានមិនដល់វាហាក់បីដូចជាលឿនពេកហួសពីគម្រោងរបស់ខ្ញុំនីតាមិនគិតមើលសិនទេហេសម្រាប់ខ្ញុំមិនស្ដាយក្រោយនិងមិនបណ្ដែតបណ្ដោយពេលវេលាឡើយចំពោះការនិយាយពាក្យថាស្រឡាញ់ទៅមនុស្សដែលខ្ញុំស្រឡាញ់បើខ្ញុំដឹងថាខ្ញុំស្រឡាញ់គេពិតប្រាកដហើយនោះខ្ញុំមិនចង់ឲ្យពេលវេលាសំបីតែមួយវិនាទីកន្លងហួសទៅឡើយចំពោះស្នេហាខ្ញុំនឹងស្រឡាញ់លោកអស់មួយជីវិត
ពេលនិយាយចប់នាងក៏សុំបិទទូរស័ព្ទទុកឲ្យខ្ញុំនៅភាំងម្នាក់ឯងនេះជាលើកទី1ហើយដែលមនុស្សស្រីធ្វើឲ្យខ្ញុំស្លងអារម្មណ៍នឹងពាក្យថាស្នេហាពិតបើទោះជានាងមិនមែនជាស្រីទី1ឡើយដែលនិយាយថាស្រឡាញ់ខ្ញុំពិតនោះតែមិនដឹងថាហេតុអីបានជាបេះដូងរបស់ខ្ញុំលោតញាប់នៅពេលដែលបានឮពាក្យស្រឡាញ់នេះចេញពីមាត់មនុស្សស្រីម្នាក់ដែលខ្ញុំចាត់ទុកជាល្បែងភ្នាល់គ្នាលេងមិនអាចទេខ្ញុំមិនអាចធ្វើឲ្យអារម្មណ៍របស់ខ្ញុំយ៉ាងនេះទេនីតានាងគ្មានសំណាងធ្វើជាមនុស្សដែលខ្ញុំស្រឡាញ់ពិតប្រាកដបានទេនាងអាចនៅក្បែរខ្ញុំបានតែ3ខែប៉ុណ្ណោះខ្ញុំបានបំពេញកិច្ចការគួរឲ្យធុញទ្រាន់មួយគឺធ្វើជាទុនភ្លួនផ្អែមល្ហែមយកចិត្តមនុស្សស្រីម្នាក់ដែលខ្ញុំមិនពេញចិត្តបណ្ឌិតតតែសោះមើលទៅនាងពិតជាស្រឡាញ់ខ្ញុំខ្លាំងណាស់តែអ្វីដែលចម្លែកនោះត្រឹមតែខែដំបូងនាងបានធ្វើចិត្តខ្ញុំផ្លាស់ប្ដូរដោយមិនដឹងខ្លួនចំពោះទស្សនៈស្នេហានាងបានផ្ដល់នូវអារម្មណ៍ចម្លែកជាច្រើនដែលខ្ញុំពុំធ្លាប់ជួបជាមួយនារីផ្សេងពេលវេលាផ្លាស់ប្ដូរពីមួយថ្ងៃទៅមួយថ្ងៃនាងកាន់តែមានស្នេហាជ្រាលជ្រៅចំពោះខ្ញុំនាងបានផ្ដល់ឱកាសឲ្យខ្ញុំស្និទ្ធស្នាលជាមួយនាងបានផ្ដល់ភាពសំខាន់ឲ្យខ្ញុំនាងស្ទើរតែធ្វើឲ្យខ្ញុំភ្លេចខ្លួនថាខ្ញុំកំពុងតែលេងល្បែងទៅហើយពាក្យថាធុញទ្រាន់ដែលខ្ញុំធៀបនិយាយពីដំបូងក៏រលាយបាត់នាងតែងតែរៀបរាប់រឿងរបស់នាងឲ្យខ្ញុំស្ដាប់ដូចជារឿងគ្រួសារនាងស្ដាប់ទៅដូចជារីករាយណាស់តែខ្ញុំបែរជាមានអារម្មណ៍ថាអាណិតនាងទៅវិញទោះជានាងសើចនាងញញឹមមិនដែលស្រពោនក៏ដោយមើលទៅអូនចូលចិត្តថតរូបណាស់ណាហោអូនចង់ផ្ដិតយកពេលវេលាដែលអូននៅក្បែរបងឲ្យคล้ายជាអមតៈវាជាការថែរក្សាអនុស្សាវរីយ៍ដ៏ល្អមួយខ្ញុំយកដៃទាញក្បាលនាងមកផ្អឹបនឹងដើមទ្រូងមួយជីវិតអូននេះតើអូនខ្លាចអ្វីជាងគេគឺសេចក្តីស្លាប់អូនពិតជាខ្លាចខ្លាំងណាស់ក្មេងល្ងងអ្នកណាក៏គេខ្លាចដែរអញ្ចឹងមិនខ្លាចបាត់បង់ទេអេអ្វីវាសនាបានកំណត់រួចហើយបានហើយយើងទៅវិញទៅអូនអស់កម្លាំងណាស់ល្ខោនស្នេហារបស់ខ្ញុំបានចាប់ដំណើរការទៅយ៉ាងល្អប៉ុន្តែនៅចិត្តនាងកាន់ច្រើនកាន់តែយល់ថានាងចម្លែកតែភាពចម្លែករបស់នាងពិតជាតាក់ទាញណាស់អស់រយៈពេល2ខែកន្លងផុតទៅហើយសម្រាប់ល្បែងមួយនេះខ្ញុំស្ទើរតែភ្លេចខ្លួនបាត់ទៅហើយថាវាគ្រាន់តែជាល្ខោនរយៈពេលខ្លីមួយខ្ញុំហាក់ដូចជាមិនដាច់ចិត្តសោះក្នុងការបំផ្លាញបេះដូងរបស់នាងខ្ញុំបានព្យាយាមដាស់ខ្លួនឯងជានិច្ចដើម្បីកុំឲ្យលងលក់ក្នុងល្បែងមួយនេះពិតមែនហើយនាងមិនមែនជានារីដែលខ្ញុំប្រាថ្នានោះទេនាងមិនស័ក្តិសមនឹងខ្ញុំទេមានស្រីស្អាតច្រើនណាស់ដែលនៅរង់ចាំខ្ញុំពេលនេះខ្ញុំចាប់ផ្ដើមបញ្ចេញភាពប្រងើយកណ្ដោយដាក់នាងពេលខ្លះខ្ញុំធ្វើជាតាក់ទងស្រីផ្សេងនៅចំពោះមុខនាងហើយនាងក៏តែងតែបញ្ចេញអាការៈប្រច័ណ្ឌខ្ញុំពេលនៅចំពោះមុខមិត្តរបស់ខ្ញុំតែពេលផុតពីមុខគេនៅតែ2នាក់នាងធ្វើហាក់បីដូចជាគ្មានរឿងអ្វីកើតឡើងខ្ញុំពិតជាឆ្ងល់ណាស់ការពិតនាងកំពុងគិតអ្វីខ្ញុំឧស្សាហ៍រករឿងនាងណាស់ប៉ុន្តែនាងក៏ខំកែប្រែនៅអ្វីដែលខ្ញុំមិនពេញចិត្តរហូតដល់ខ្ញុំមិនដឹងថាគួររកអ្វីមកចាប់កំហុសនាងហេតុអ្វីក៏នាងធ្វើតាមចិត្តខ្ញុំម្ល៉េះខ្ញុំស្រឡាញ់បងខ្ញុំមិនចង់ឲ្យរឿងតិចតួចធ្វើឲ្យខកខានភាពរីករាយដល់ស្នេហារបស់ខ្ញុំឡើយចុះបើថ្ងៃណាមួយបងក្បត់អូនធ្វើយ៉ាងម៉េចចុះបើថ្ងៃណាមួយអូនទៅឆ្ងាយចោលបងធ្វើយ៉ាងម៉េចនាងនិយាយបណ្ដាយកដៃអង្អែលថ្ពាល់របស់ដាវីតថ្នមនោះជារឿងល្អហើយខ្ញុំគ្រាន់តែគិតក្នុងចិត្តប៉ុណ្ណោះចិត្តដល់ពេលហើយចិត្តដល់ពេលអីខ្ញុំសួរនាងនៅស្ងៀមមួយសន្ទុះអាហេគិតអីហ្នឹងគឺចិត្តដល់ពេលជប់លៀងនៅសាលាយើងនឹងណាមែនហើយចិត្តដល់ពេលហើយអ្នកទាំងពីរសម្លឹងរកគ្នាដោយបង្កប់នៅភាពស្រពាប់ស្រពោនដាវីតយកដៃទៅអង្អែលក្បាលនីតាថ្នមបើបងធ្វើអ្វីខុសចំពោះអូនស្អប់បងទេអត់ទេគ្មានថ្ងៃដែលអូនស្អប់បងនោះទេវីតអហេយ៉ាងម៉េចហើយអ្នកប្រុសវីតឥឡូវដូចជាសុភាពដល់ហើយវើយតិចលងស្នេហ៍នីតាមែនតែនទៅគុំសង្ឃឹមគ្នាគ្រាន់តែសម្ដែងឲ្យចប់ចុងចប់ដើមតែប៉ុណ្ណោះចិត្តមានសេរីភាពហើយរាល់ថ្ងៃធុញសឹងស្លាប់ស្អែកអ្វីត្រូវបញ្ចប់ហើយត្រៀមលុយទុកទៅអាពុម៉ាក់ទីបំផុតថ្ងៃជប់លៀងក៏មកដល់តែអារម្មណ៍ដូចជាមិនល្អសោះខ្ញុំសូមសារភាពថាខ្ញុំនឹកដល់នាងនឹកអនុស្សាវរីយ៍ទាំងឡាយរវាងខ្ញុំនិងនាងយើងទៅដើរលេងកន្លែងនោះវិញល្អទេ
ខ្ញុំបបួលនាងទៅកន្លែងដែលមិត្តភក្តិរបស់ខ្ញុំនៅពួនចាំស្ដាប់ចាសយើងទាំងពីរដើរបណ្ដើរគ្នាដោយមិននិយាយមួយម៉ាត់រហូតដល់កន្លែងនោះនាងក៏ឈប់ដើរទៅមុខទៀតខ្ញុំសម្លឹងមើលមុខនាងបេះដូងរបស់ខ្ញុំចាប់ផ្ដើមឈឺនៅពេលដែលខ្ញុំបានឃើញដំណក់ទឹកភ្នែករបស់ស្រីម្នាក់នេះជាលើកទី1ហើយដែលនាងយំនាងប៉ែមកអប់ខ្ញុំយ៉ាងណែនទឹកភ្នែករបស់នាងបានជ្រាបចូលទៅដល់បេះដូងរបស់ខ្ញុំទៅហើយដាវីតអូនស្រឡាញ់បងអូនមិនចង់បាត់បង់បងទេខ្ញុំហាក់បីដូចជានិយាយអ្វីមិនចេញសោះនាងកំពុងធ្វើអ្វីហ្នឹងរាត្រីដ៏អ៊ូអរតន្ត្រីលាន់ឮរំពងគ្រប់គ្នាពិតជារីករាយប៉ុន្តែសម្រាប់ខ្ញុំទទួលអារម្មណ៍ថាវាស្ងាត់ខ្លាំងណាស់ខ្ញុំមើលមិនឃើញភាពសប្បាយសំបីបន្តិចខ្ញុំបែរជាខ្លាចរង្វង់ដៃដែលកំពុងអប់ខ្ញុំនេះរលាចេញទៅក្រែងនេះជាលទ្ធផលដែលខ្ញុំចង់បានមែនទេតែខ្ញុំមិនបាននិយាយអ្វីជាមួយនាងមួយម៉ាត់ផងហេតុអ្វីនៅសុកនាងធ្វើបែបនេះមិត្តភក្តិខ្ញុំយល់ថាខ្ញុំឈ្នះហើយពួកយើងនាំគ្នាទៅច្រៀងខារ៉ាអូខេយ៉ាងសប្បាយតែការពិតចិត្តរបស់ខ្ញុំនៅតែគិតដល់នាងគិតដល់ទឹកភ្នែករបស់នាងមិនបានទេខ្ញុំត្រូវតែផឹកឲ្យភ្លេចអ្វីគ្រប់យ៉ាងថ្ងៃនេះមិនដូចពីម្សិលមិញទេខ្ញុំបានតាំងចិត្តបំភ្លេចនាងហើយខ្ញុំនឹងបំភ្លេចអ្វីទាំងអស់ដែលធ្លាប់មានជាមួយនាងខ្ញុំត្រូវការសេរីភាពនៃយុវវ័យរបស់ខ្ញុំមកវិញខ្ញុំមិនចង់គិតដល់ចិត្តអ្នកណាពេលដែលខ្ញុំត្រូវការសប្បាយនោះទេសុំទោសណានារីដ៏គួរឲ្យអាណិត3ថ្ងៃក្រោយនាងបានទូរស័ព្ទមករកខ្ញុំនាងធ្វើហាក់បីដូចជាគ្មានអ្វីកើតឡើងមែនហើយការពិតទៅយប់នោះខ្ញុំមិនទាន់បាននិយាយអ្វីជាមួយនាងផងល្ងាចនេះម៉ោង5បងទំនេរទេបងអាចមករកអូននៅមុខមន្ទីរពេទ្យ9ម៉ែត្របានទេបានប៉ុន្តែកន្លែងណាត់របស់អូនដូចជាចម្លែកបណ្ឌិតអូនសង្ឃឹមថាបងប្រកាសជាទៅជួបអូនអូខេបងនឹងទៅជួបអូនការពិតបងក៏មានរឿងចង់និយាយដែរអរគុណណាស់ចាំណាថាអូនស្រឡាញ់បងទោះជាមានរឿងអ្វីកើតឡើងក៏ដោយ10នាទីនៃការរងចាំបានកន្លងផុតទៅ1ម៉ោង2ម៉ោងការអត់ធ្មត់របស់ខ្ញុំក៏រលាយអស់ខ្ញុំខឹងនាងខ្លាំងណាស់នាងហ៊ានកុហកខ្ញុំទូរស័ព្ទទៅក៏មិនចូលទូរស័ព្ទទៅមិត្តនាងក៏គ្មានអ្នកណាដឹងខ្ញុំឈប់ខ្វល់ហើយនាងគ្មានតម្លៃអ្វីសម្រាប់ខ្ញុំទៀតទេខ្ញុំក៏មិនចង់ចំណាយពេលវេលារបស់ខ្ញុំទៅចាំស្រីឆ្កួតម្នាក់នោះដែលប៉ុន្តែខ្ញុំឆ្ងល់ណាស់នាងមិនដែលធ្វើបែបនេះដាក់ខ្ញុំទេខ្ញុំនៅតែជឿជាក់លើទឹកចិត្តរបស់នាងចំពោះខ្ញុំមិនអស់ចិត្តទេខ្ញុំបានទៅរកនាងដល់ផ្ទះជួលរបស់នាងគេថានាងរើចេញហើយក្នុងចិត្តខ្ញុំពេលនេះគឺបើបានជួបនាងខ្ញុំនឹងសម្លាប់នាងខ្ញុំស្អប់នាងខ្លាំងណាស់ខ្ញុំមិនដែលរងចាំស្រីណាម្នាក់ឡើយហើយក៏គ្មានអ្នកណាហ៊ានធ្វើបែបនេះដាក់ខ្ញុំដែរខ្ញុំមិនអស់ចិត្តទេខ្ញុំបានទៅរកនាងដល់ផ្ទះជួលរបស់នាងគេថានាងរើចេញហើយក្នុងចិត្តខ្ញុំពេលនេះគឺបើបានជួបនាងខ្ញុំនឹងសម្លាប់នាងខ្ញុំស្អប់នាងខ្លាំងណាស់ខ្ញុំមិនដែលរងចាំស្រីណាម្នាក់ឡើយហើយក៏គ្មានអ្នកណាហ៊ានធ្វើបែបនេះដាក់ខ្ញុំដែរយប់នេះខ្ញុំគេងមិនលក់សោះខ្ញុំខំព្យាយាមឈប់គិតតែខួរក្បាលចំគួតរបស់ខ្ញុំនៅតែគិតនីតាហេតុអ្វីបានជាធ្វើបែបនេះតែក៏ល្អដែរនាងទៅបាត់ខ្ញុំមិនចាំបាច់បកស្រាយអ្វីច្រើនក៏មិនបាច់ខ្លាយជាជនបោកស្នេហ៍គេដែរហើយឈប់ខ្វល់ហើយមិនដូចជាការគិតរបស់ខ្ញុំសោះគ្មាននាងខ្ញុំមានអារម្មណ៍ថាហាក់បីដូចជាបាត់អ្វីម្យ៉ាងក្នុងជីវិតសប្តាហ៍ថ្ងៃនេះខ្ញុំបានតាក់ទងស្រីស្អាតជាច្រើនគួរឲ្យអស់សំណើចណាស់គ្មានអ្នកណាអាចលុបរូបនីតាចេញពីបេះដូងខ្ញុំសោះខ្ញុំនៅតែគិតថាខ្ញុំគ្មានចិត្តលើស្រីម្នាក់នោះទេតែមិនដឹងហេតុអីថ្ងៃណាក៏ខ្ញុំបើកឡានទៅឈប់នៅមុខមន្ទីរពេទ្យ9ម៉ែត្រការពិតខ្ញុំចង់ជួបនាងខ្លាំងណាស់ខ្ញុំហាក់បីដូចជាមានពាក្យជាច្រើនចង់និយាយប្រាប់នាងក្នុងមួយថ្ងៃកិច្ចការទី1ដែលខ្ញុំនឹកឃើញមុនគេគឺរងចាំនាងពេលវេលាពិតជាលឿនណាស់ក្រោយពីបញ្ចប់ការសិក្សាខ្ញុំមានការងារល្អធ្វើប៉ាម៉ាក់របស់ខ្ញុំបានស្ដីដណ្ដឹងកូនស្រីអ្នកមានឲ្យខ្ញុំតែខ្ញុំបដិសេធអស់ពីមួយទៅមួយរហូតដល់ពួកគាត់ឈប់ខ្វល់ពីរឿងខ្ញុំដឹងថាទាំងគ្រួសារខ្ញុំនិងមិត្ត
ភេទរបស់ខ្ញុំនាំគ្នាឆ្ងល់នឹងខ្ញុំមែនហើយខ្ញុំផ្លាស់ប្ដូរច្រើនណាស់ខ្ញុំឈប់ចង់សប្បាយឈប់មើលងាយសេចក្តីស្នេហាខ្ញុំហាក់បីដូចជាកំពុងរស់នៅលើโลกនេះតែម្នាក់ឯងជាមួយនឹងការរងចាំខ្ញុំមិនសោកដែលភាពជាយុវវ័យដែលកន្លងទៅទេតែខ្ញុំស្ដាយដែលមិនបានជួបនិយាយជាមួយនាងខ្ញុំស្ដាយបើបាត់បង់អ្វីៗដែលនាងធ្លាប់ឲ្យខ្ញុំនីតាពេលនេះនាងនៅទីណានាងកំពុងធ្វើអ្វីថ្ងៃមួយខ្ញុំមានជំងឺត្រូវចូលមន្ទីរពេទ្យខ្ញុំសម្រាកនៅមន្ទីរពេទ្យកាលម៉ែតពេលនោះខ្ញុំបានជួបវេជ្ជបណ្ឌិតស្រីម្នាក់ដែលមានវ័យប្រហែលជាបងខ្ញុំ2ឬ3ឆ្នាំគាត់យកចិត្តទុកដាក់នឹងខ្ញុំណាស់ហាក់បីដូចជាស្គាល់ខ្ញុំយូរណាស់មកហើយថ្ងៃចុងក្រោយដែលខ្ញុំសម្រាកនៅមន្ទីរពេទ្យគាត់បានមកនិយាយជាមួយខ្ញុំឃើញលោកមកមុខមន្ទីរពេទ្យនេះស្ទើររាល់ថ្ងៃលោករកអ្នកណាឬចាំអ្នកណាមែនទេបើពិតមែនលោកគួរឈប់ចាំទៅបើគេអាចមករកលោកគេមិនឲ្យលោកចាំគេយូរយ៉ាងនេះទេមានរឿងខ្លះសំបីតែខ្លួនយើងក៏មិនដឹងច្បាស់ដែរថ្ងៃណាក៏ខ្ញុំឃើញលោកដែលលោកមិនយល់ថាវាខាត់ពេលច្រើនណាស់ទេមែនទេអ្នកនោះសំខាន់យ៉ាងណាទៅបានជាលោកធ្វើបែបនេះខ្ញុំពិតជាមិនដឹងខ្លួនឯងថាហេតុអ្វីនោះទេហើយក៏មិនដឹងថាខ្ញុំធ្វើបែបនេះព្រោះអ្វីដែលខ្ញុំចាំនាងមែនខ្ញុំពិតជាមិនសោកស្ដាយពេលវេលាមែនខ្ញុំក៏មិនធ្លាប់គិតថាស្រឡាញ់នាងនោះដែរតែពេលបាត់នាងជីវិតខ្ញុំហាក់បីដូចជាបាត់អ្វីម្យ៉ាងដែលសំខាន់បំផុតខ្ញុំធ្លាប់បានព្យាយាមបំភ្លេចរឿងរ៉ាវទាំងនោះហើយនៅទីបំផុតគឺនៅតែដដែលអ្នកគ្រូពេទ្យសម្លឹងមកខ្ញុំដោយខ្សែភ្នែកស្រងូតស្រងាត់និងនិយាយមករកខ្ញុំយ៉ាងទន់ភ្លន់លោកដឹងខ្លួនទេថាលោកស្រឡាញ់នាងខ្លាំងណាស់លោកជាមនុស្សប្រុសដ៏ស្មោះត្រង់ម្នាក់គួរឲ្យសរសើរតែលោកបំភ្លេចគេចោលទៅពេលនេះប្រហែលជាគេរៀបការមានកូនបាត់ទៅហើយលោកអាយុច្រើនណាស់ហើយគួររកសុភមង្គលសម្រាប់ខ្លួនទៅអ្នកគ្រូមិនយល់ទេ2ថ្ងៃទៀតខ្ញុំត្រូវត្រឡប់ទៅបារាំងវិញហើយខ្ញុំមកនេះតាមការអញ្ជើញរបស់ប្រធានមន្ទីរពេទ្យនេះតែ2ខែប៉ុណ្ណោះគាត់ដើរទៅជិតមាត់បង្អួចសម្លឹងចេញទៅក្រៅរួចនិយាយដោយមិនបែរមករកខ្ញុំនិយាយរឿងនិទានមួយឲ្យលោកស្ដាប់កាលពីខ្ញុំនៅជាគិលានុបដ្ឋាយិកានៅទីនេះកាលពី20ឆ្នាំមុនមានក្មេងស្រីម្នាក់មានជំងឺមហារីកខួរក្បាលដល់ដំណាក់កាលចុងក្រោយដែលត្រូវវះកាត់ខ្ញុំជាអ្នកថែទាំនាងមុននឹងនាងស្លាប់នាងគ្មានអ្នកណាទេនាងជាកូនកំព្រាដែលរស់ក្រោមការឧបត្ថម្ភរបស់អង្គការក្រៅរដ្ឋាភិបាលមួយគេជាក្មេងស្រីម្នាក់រឹងមាំណាស់ទោះស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជីវិតនាងក៏ដោយប៉ុន្តែនាងប្រាប់ខ្ញុំថានាងមិនចង់ស្លាប់ទេនាងសុំឲ្យពួកយើងជួយនាងទោះតាមវិធីណាក៏ដោយពាក្យអង្វររបស់នាងធ្វើឲ្យគ្រូពេទ្យម្នាក់ខ្លោចផ្សាណាស់ពីព្រោះនាងតែងតែញញឹមនិងនិយាយយ៉ាងទន់ភ្លន់មករកពួកយើងពិតជាចង់ជួយនាងណាស់ពួកយើងមិនត្រូវការប្រាក់ពីនាងសំបីតែមួយកាក់មុនវះកាត់3ថ្ងៃនាងត្រូវក៏សក់ចេញទាំងអស់នាងកាន់តែខ្សោយទៅហើយថ្ងៃមួយនាងបានឲ្យខ្ញុំរុញនាងទៅក្បែររបងមុខមន្ទីរពេទ្យនាងហាក់ដូចជាសប្បាយចិត្តនៅពេលបានឃើញបុរសម្នាក់ដែលកំពុងឈររេរដូចជាកំពុងរងចាំអ្នកណាម្នាក់នាងសម្លឹងទៅបុរសនោះទាំងទឹកភ្នែកនិងស្នាមញញឹមដ៏កំសត់នាងប្រាប់ខ្ញុំថាគេជាបុរសម្នាក់ដែលនាងស្រឡាញ់បំផុតក្នុងជីវិតខ្ញុំសួរនាងថាហេតុអ្វីមិនប្រាប់បុរសនោះពីជំងឺរបស់នាងនិយាយថានាងដឹងថាបុរសនោះមិនស្រឡាញ់នាងទេហើយនាងចង់ឲ្យគេស្រឡាញ់នាងជាងអាណិតនាងប៉ុន្តែនាងសង្ឃឹមថាគេនឹងមិនស្រឡាញ់នាងបើគេស្រឡាញ់នាងគេអាចនឹងខូចចិត្តនៅពេលដែលនាងឃ្លាតពីលោកនេះទៅដោយគ្មានថ្ងៃត្រឡប់មុនពេលចូលវះកាត់នាងអង្គុយលើកៅអីរុញសម្លឹងតាមមាត់បង្អួចសំដៅទៅកន្លែងដែលបុរសនោះធ្លាប់ឈរនាងផ្ដាំខ្ញុំថាបើថ្ងៃស្អែកនាងមិនមានឱកាសមកសម្លឹងមើលគេទេហើយគេនៅតែមកឈរនៅទីនោះទៀតនាងសុំឲ្យខ្ញុំទៅប្រាប់ម្នាក់នោះថានាងរៀបការទៅនៅប្រទេសក្រៅបាត់ទៅហើយនាងពិតជាគ្មានសំណាងមែនពួកគ្រូពេទ្យទាំងអស់ស្ដាយនាងណាស់ពួកយើងមិនដែលស្រក់ទឹកភ្នែកនិងឈឺចាប់ខ្លាំងបែបនេះទេនៅពេលមានអ្នកជំងឺស្លាប់ជីវិតនាងឯកាណាស់ហើយក៏ត្រូវស្លាប់ក្នុងភាពឯកាខ្ញុំស្ដាយស្នាមញញឹមក្មេងស្រីម្នាក់នេះណាស់តែខ្ញុំមិនបានធ្វើតាមបណ្ដាំចុងក្រោយរបស់នាងទេបើទោះជាខ្ញុំបានឃើញបុរសម្នាក់រាល់ថ្ងៃក៏ដោយខ្ញុំមិនដឹងថាខ្លួនឯងធ្វើខុសឬត្រូវនោះទេតែខ្ញុំយល់ថា
បើនិយាយតាមការសុំរបស់នាងវាហាក់បីដូចជាអយុត្តិធម៌ចំពោះទឹកចិត្តនាងណាស់រឿងនិទានរបស់បងចប់ហើយមែនទេខ្ញុំនិយាយទៅកាន់អ្នកគ្រូពេទ្យម្នាក់នោះទាំងមិនដឹងថាទឹកភ្នែករបស់ខ្ញុំហូរមកតាំងពីពេលណាគាត់ដើរមកជិតខ្ញុំក្នុងខណៈដែលខ្ញុំកំពុងយកដៃខ្ទប់មុខគាត់អន់ក្បាលដាក់ខ្ញុំរួចនិយាយថាខ្ញុំសុំទោសដែលខ្ញុំមិនបានប្រាប់ការពិតដល់លោកនៅពេលនោះលោកជាបុរសល្អណាស់ស្ដាយណាស់ដែលនាងមិនបានដឹងថានាងសំខាន់សម្រាប់លោកយ៉ាងនេះខ្ញុំពិតជាសុំទោសលោកនិយាយចប់គាត់ក៏ដើរចេញទៅទុកឲ្យខ្ញុំនៅម្នាក់ឯងជាមួយនឹងរឿងនិទានរបស់គាត់ខ្ញុំដឹងច្បាស់ណាស់ថាគាត់និទានពីរឿងរបស់អ្នកណាគាត់បាននាំខ្ញុំទៅគោរពភ្នូររបស់មនុស្សស្រីដែលនៅក្នុងរឿងនិទានរបស់គាត់ខ្ញុំបានសម្លឹងភ្នូរនោះយ៉ាងយូរពេលត្រឡប់ទៅដល់ផ្ទះខ្ញុំបានប្រមូលវត្ថុអនុស្សាវរីយ៍ទាំងអស់ដែលនាងបានជូនមកខ្ញុំរួមទាំងរូបថតរបស់ពួកយើងទៅដុតចោលទាំងអស់ខ្ញុំដឹងខ្លួនច្បាស់ណាស់ថាខ្ញុំកំពុងធ្វើអ្វីវាគ្មានរបស់អ្វីគួរឲ្យស្ដាយរណោះទៀតនោះទេព្រោះថារបស់ដែលខ្ញុំខំរងចាំរបស់ដែលគួរឲ្យស្ដាយបំផុតក្នុងជីវិតនេះវាបាត់ទៅហើយវាគ្មានថ្ងៃនឹងត្រឡប់ឡើយអ្វីដែលជារបស់នាងគួរតែទៅតាមនាងថ្ងៃមួយនៅចំពោះមុខភ្នូររបស់នាងខ្ញុំបានគិតដល់រឿងរ៉ាវទាំងឡាយរវាងខ្ញុំនិងនាងខ្ញុំលើកស្រាមួយដប់ផឹកដើម្បីអបអរសាទរដែលខ្ញុំឈប់រងចាំនាងនីតាតើនាងចង់ដឹងពីចិត្តរបស់ខ្ញុំចំពោះនាងទេបណ្ឌិតទៀតខ្ញុំនឹងទៅជួបនាងឈប់ឯកាហើយគុំឆ្ងល់អីថាហេតុអ្វីបានជាខ្ញុំធ្វើបែបនេះចាត់ថាខ្ញុំល្ងងឬក៏ឈួតទៅចុះពីព្រោះខ្ញុំឈួតទៅលេងជាមួយនាងឈួតទៅរងចាំនាងពេលនេះខ្ញុំឈួតជាលើកចុងក្រោយដើម្បីបញ្ចប់ភាពឈឺចាប់ចប់រឿងរងចាំអូនបានមកដល់ទីបញ្ចប់ហើយក៏សូមអរគុណទឹកចិត្តប្រិយមិត្តអ្នកស្ដាប់ទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការតាមដានស្ដាប់រឿងប្រឡំលោករបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ហើយក៏សូមទឹកចិត្តមិត្តអ្នកស្ដាប់ទាំងអស់គ្នាផងដែរសូមជួយចុច Subscribe ឲ្យខ្ញុំម្នាក់មួយផងដើម្បីនឹងទទួលបាននូវវីដេអូថ្មីៗទៀតនៅពេលក្រោយសូមអរគុណសូមជម្រាបលា